ngàyนี้ខ្ញុំនឹងនាំអ្នកនរគ្នាមកមើលត្រីក្រឹមដែលខ្ញុំទិញនឹងទិញថ្មីកុំឲ្យខាត់ពេលយូរតោះយើងទៅមើលទាំងអស់គ្នាមុននឹងត្រីមកដល់មួយថ្ងៃខ្ញុំធ្វើការត្រៀមកែវទុកឲ្យហើយដោយសារតែត្រីដែលខ្ញុំនឹងទិញមកហ្នឹងគឺជាប្រភេទត្រីព្រៃដូច្នេះហើយវាបកកែលូនអញ្ចឹងខ្ញុំអត់ធ្វើការដាក់ទឹកពេញពេកទេសម្រាប់ពូជត្រីព្រៃគឺវាចូលចិត្តកន្លែងដែលមានរុក្ខជាតិច្រើនងាយស្រួលក្នុងការលាក់ខ្លួនអញ្ចឹងខ្ញុំធ្វើការដាក់សារ៉ាយរៀងច្រើនហើយខ្ញុំដាក់ស្លឹកឆាត់ក្រៀមចូលក្នុងនឹងដែរហើយកែវរបស់យើងគឺត្រៀមរួចរាល់ហើយនេះគឺថ្ងៃបន្ទាប់ឃើញថាត្រីរបស់យើងបានមកដល់ហើយអ្វីដែលយើងត្រូវធ្វើនៅពេលដែលត្រីរបស់យើងផ្ញើពីកន្លែងឆ្ងាយមកគឺយើងត្រូវបញ្ញាប់បើកមើលថាវាមានបញ្ហាអីអត់សង្កេតឃើញថាត្រីទាំងពីរដែលខ្ញុំកំងមកហ្នឹងគឺសុខភាពល្អហើយរហ័សរហួនទៀតហើយអ្វីដែលពិសេសគឺបងអ្នកលក់គាត់ថែមត្រីញីឲ្យថែមមួយទៀតដូច្នេះបន្តមកទៀតខ្ញុំយកត្រីទាំងអស់ហ្នឹងយកទៅត្រាំនៅក្នុងកែវដែលខ្ញុំបានត្រៀមរួចរាល់ការត្រាំពី20ទៅ30នាទីគឺជួយឲ្យសីតុណ្ហភាពនៅក្នុងថង់និងក្នុងកែវគឺវាស្មើគ្នានៅពេលដែលសីតុណ្ហភាពវាស្មើគ្នាធ្វើឲ្យត្រីហ្នឹងអត់ shock ទេនៅពេលដែលយើងដាក់ចូលទៅហើយចង់បញ្ជាក់អ្នកនរគ្នាផងដែរថានៅពេលដែលខ្ញុំចាក់ត្រីចូលទៅហ្នឹងគឺខ្ញុំចាក់តែត្រីទេគឺខ្ញុំអត់ដាក់ទឹកដែលនៅក្នុងថង់ហ្នឹងទេព្រោះថាទឹកដែលនៅក្នុងថង់ហ្នឹងគឺវាអាចមានជាតិពុលឬមួយក៏មានមេរោគផ្សេងៗយើងអត់ដឹងទេអ្នកនរគ្នាអាចសង្កេតមើលពណ៌ត្រីរបស់យើងគឺស្លេកតែម្ដងដោយសារវាជាប្រភេទត្រីព្រៃដែលវាអត់ទាន់ស៊ាំជាមួយនឹងកន្លែងឬមួយក៏វាផ្អើលគឺពណ៌វានឹងស្លេកហើយដើម្បីការពារកុំឲ្យពួកវាលោតខ្ញុំមានកម្របបិទពីលើផងដែរអ្នកនរគ្នាជឿអត់នេះគឺអាឈ្មោះរបស់យើង3-4ម៉ោងក្រោយពីបាននៅកន្លែងថ្មីរបស់វាឃើញថាពណ៌ដិតហើយស្អាតតែម្ដងអញ្ចឹងបើសិនជាអ្នកគេអត់ដែលស្គាល់គឺពូជហ្នឹងគេហៅថាពូជមហាឆៃហើយគោលបំណងខ្ញុំទិញពួកវាមកហ្នឹងគឺចង់យកពួកវាយកមកបង្កាត់ពីព្រោះធ្លាប់បង្កាត់លើកមុនហើយស្រឡាញ់មែនតើហើយបើអ្នកគេស្រឡាញ់ហើយចង់ទិញដូចខ្ញុំដែរអាចតាក់ទងទៅ page របស់គាត់ផ្ទាល់បានហើយបើសិនជាចង់ឃើញវីដេអូខ្ញុំបង្កាត់ត្រីហ្នឹងជួយ comment នៅខាងក្រោមវីដេអូម្នាក់មួយផងអរគុណច្រើនបាយបាយ